ឡានិងសម័យកាលអង្គរហើយទ្រង់បានប្រសិទ្ធនាមថាក្បាច់គុនមហាយុទ្ធក្រមខំពេលនេះដោយមានស្មារតីអភិរក្សលើកស្ទួយនៅសម្បត្តិក្បាច់គុនដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននេះក៏ល្បុតកុលធីតាខ្មែរក៏បានរួបរวมសាមគ្គីជាធ្លុំមួយបង្កើតជាសហព័ន្ធយុទ្ធគុនមួយដែលមានឈ្មោះថាយុទ្ធក្រមខំក្នុងបុព្វហេតុដើម្បីផ្សព្វផ្សាយនៅគំនូរក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខមហានគរឲ្យមានកិត្តិស័ព្ទដើម្បីរន្ទឹងនិងរស់រានមានជីវិតឡើងវិញនៅក្នុងឆាកជាតិនិងអន្តរជាតិក្រោមបេសកកម្មរបស់សហព័ន្ធយុទ្ធក្រមខមសូមជូនការបង្ហាញឲ្យស្គាល់នៅគំនូរក្បាច់គុនបុរាណខ្មែរយុទ្ធ